ចុះកិច្ចសន្យាហើយចុះហើយតាំងពីពេលណាសប្តាហ៍មុនកុំប្រាប់ណាថាទៅក្រុមហ៊ុនគូប្រជែងដឹងទេថាធ្វើបែបនេះមានផលវិបាកអ្វីអ្នកកំពុងកាន់ការសម្ងាត់របស់ក្រុមហ៊ុនណាមេខ្ញុំគ្រាន់តែដូរការងារមិនមែនលក់ក្រុមហ៊ុនទេគេយកខ្ញុំព្រោះខ្ញុំមានសមត្ថភាពមិនមែនព្រោះតម្លៃថោកនោះទេអ្នកហ៊ានធានាទេខ្ញុំធានាហើយកូដទាំងអស់នោះខ្ញុំជាអ្នកសរសេរវាជាញើសឈាមរបស់ខ្ញុំកុំបារម្ភអីខ្ញុំមិនយកវាទៅទេកុំគិតអាក្រក់ពីខ្ញុំពេកមែនអ្នកពិតជាប្លែកពីមុនមែនខ្ញុំប្លែកពីមុនហើយពីមុនគិតថាឲ្យតែខំធ្វើការមេនឹងមើលឃើញតែតាមពិតវាមិនមែនទេវិធីគ្រប់គ្រងបុគ្គលិករបស់អ្នកគឺកេងប្រវ័ញ្ចតែអ្នកស្លូតបូតហើយយកចិត្តតែអ្នកចេះលេះលោះអ្នកនិយាយស្ដាប់មិនបានសោះទង្វើខ្លួនឯងមិនអាក្រក់ផងមកថាខ្ញុំនិយាយអាក្រក់ស្ដាប់មេខ្ញុំប្រាប់ម្ដងទៀតការផ្ទេរការងារខ្ញុំនឹងធ្វើឲ្យចប់នេះជាការទទួលខុសត្រូវរបស់ខ្ញុំប៉ុន្តែថ្ងៃលាឈប់របស់ខ្ញុំគឺមិនអាចផ្លាស់ប្ដូរបានទេបងស្រីមានការអីអូននិយាយជាមួយមេយ៉ាងម៉េចហើយគាត់ថាឡើងប្រាក់ខែឲ្យ15អូហូនេះជាកម្រិតខ្ពស់បំផុតក្នុងក្រុមហ៊ុនយើងហើយណាមើលទៅមេឲ្យតម្លៃបងណាស់សាក់គិតមើលសិនទៅអូននឹងហាកន្លែងថ្មីគេឲ្យបងប្រមាណទេអូនមិនដឹងទេគឺ3 ដងថែមទាំងឲ្យធ្វើប្រធានទៀតមិនអីទេលើកក្រោយបើចង់លួងគេឆែកមើលតម្លៃទីផ្សារផងកុំចេះតែនិយាយខ្ញុំស្រាប់តែមានអារម្មណ៍ល្អណាស់មិនមែនព្រោះប្រាក់ខែខ្ពស់ទេគឺដោយសារពេលនេះខ្ញុំទើបដឹងពីតម្លៃពិតប្រាកដរបស់ខ្លួនឯងចំណែកតម្លៃនៅទីនេះគឺទាបខ្លាំងពេកហើយមេកាលមុនមេធានីជាមួយខ្ញុំថាគាត់ច្បាស់ជាមិនឈប់នោះទេចុះឥឡូវគាត់ឈប់ហើយគិតម៉េចខ្ញុំសុំទោសមេមានប្រយោជន៍អីត្រឹមពាក្យសុំទោសឆាប់ទៅរកវិធីដោះស្រាយភ្លាមបាទមេកន្លែងនេះប្រើកម្មវិធីនេះគម្រោងទាំងពីរនេះមិនកាត់ទេបន្ទាប់ពីថ្ងៃនោះមកមេមិនរកខ្ញុំទៀតទេតែបានអាស៊ីវចិនមកទទួលការងារខ្ញុំជំនួសទោះគាត់មិនសូវចង់តែធ្វើអីមិនកើតប៉ុន្តែនៅតែត្រូវសួរខ្ញុំដដែលបងស្រីទិន្នន័យនេះមានន័យថាម៉េចគឺការកម្ម៉ង់ពីការកម្ម៉ង់ទូទាត់លុយដល់ការដឹកជញ្ជូនទិន្នន័យដើរតាមជំហាននីមួយអូចុះប្រព័ន្ធនោះប្រើសម្រាប់ធ្វើអីដើម្បីឲ្យលឿនការពារកុំឲ្យគាំងប្រព័ន្ធទិន្នន័យចុះម៉េចមិនប្រើមួយទៀតនោះស៊ីវចិនធ្លាប់រៀនប្រព័ន្ធ Readers ទេបាទធ្លាប់គឺដឹងខ្លះដែរចុះដឹងពីភាពខុសគ្នារវាង Readers និង MySQL ទេអូដឹងមួយជាអង្គចងចាំមួយទៀតគឺមែនទេយកឯកសារនេះទៅមើលសិនទៅបើមានចម្ងល់ចាំសួរទៀតបាទបានការផ្ទេរការងារយ៉ាងម៉េចហើយរៀងយឺតបន្តិចហេតុអីគាត់អត់សូវចេះមូលដ្ឋានកូដខ្លះត្រូវពន្យល់ពីដើមវិញមេថាគាត់ពូកែណាស់តាប្រាកដទេ
បងស្រីគឺថាហេតុអីកន្លែងនេះត្រូវបិទវាការពារកុំឲ្យបញ្ជូនទិន្នន័យត្រួតគ្នាចុះពេលណាទើបវាត្រួតគ្នាពេលអ៊ីនធឺណិតដែលយឺតហើយគេចុច2 ដងឬប្រព័ន្ធដែលយឺតហើយវាបញ្ជូនសារចុះឡើងអូអញ្ចឹងបើក្នុងកុំព្យូទ័រទៅមានសរសេរច្បាស់ហើយរកមិនឃើញទេបន្ទាត់ទី273ណាអូចាំខ្ញុំរកមើលសិនអូឃើញហើយគឺកន្លែងមួយនេះបញ្ហាកាំងគីឡូធាត់ខ្លាំងច្រើនក្បាលពោះធំយាធ្លាក់សូម្បីតែកពួនដៃកពួនជើងក៏ធំដែរចង់បានរាងស្លៀមស្អាតដៃជើងស្រឡូនក៏ប៉ុន្តែពិបាកក្នុងការតមហាសូម្បីតែលេបទឹកមាត់ក៏ធាត់ដែរបញ្ហាទាំងអស់នេះលែងជាក្តីបារម្ភទៀតហើយមិនថាបងអូនធាត់ដោយសារតែញ៉ាំច្រើនជាតិខ្លាញ់នៅក្នុងរាងកាយច្រើនឬក៏ទៅតែសម្រាប់ baby រួចមានបញ្ហាធាត់កាំងគីឡូពិបាកសម្រស់ឬក៏បងអូនធាត់ពីកំណើតក្តីចង់បានរាងស្លឹមស្វិលស្អាតគឺស៊ីផុយតែម្ដងជាមួយនឹងវីតាមីនសម្រស់ទម្ងន់យ៉ាសកាជាមួយនឹងបច្ចេកវិទ្យាថ្មីរូបមន្តស្តង់ដារចេញមកពីប្រទេសបារាំងសំឡងពីក្របធនជាតិសុទ្ធ 100% ingredient ល្អជាពិសេសគឺមានវីតាមីនជួយទ្រទ្រង់ដល់រាងកាយនិងជំរុញដល់ការសម្រកទម្ងន់បានលឿនឆាប់រហ័សខ្លាំងមែនទែនប្រសិទ្ធភាពខ្ពស់អាចស្រកពី3ទៅ8គីឡូស៊ីផុយតែម្ដងជាពិសេសបានផលលឿនខ្លាំងត្រឹមតែមួយគ្រាប់ដំបូងតែប៉ុណ្ណោះតែវីតាមីនសម្រកទម្ងន់របស់យ៉ាសកាបងអូនញ៉ាំទៅកុំភ័យថាមានបញ្ហាធីងធងក្អួតចង្អោររាគរូសឬក៏មានបញ្ហាធ្វើទុកពិបាកក្នុងខ្លួនងាយស្រួលញ៉ាំខ្លាំងមែនទែនមិនបង្កផលប៉ះពាល់ដល់សុខភាពជាពិសេសញ៉ាំទៅស្រួលខ្លួនខ្លាំងមែនទែនព្រោះដោយសារតែជាតិពុលក៏ដូចជាជាតិខ្លាញ់ដែលមាននៅក្នុងរាងកាយទាំងអស់ត្រូវបានដុតបំផ្លាញនិងបញ្ចេញចោលតាមរយៈទឹកនោមនិងការបែកញើសជួយបងអូនទទួលបានរាងស្អាតដោយសុវត្ថិភាពប្រកបដោយសុខភាពល្អតែម្ដងស៊ីវចិនរៀនចប់ផ្នែកអីពីសាកលវិទ្យាល័យគិតច្រើនម្លេះបងរៀននៅសាលាណាបងស្រីត្រឹមនេះបងមិនដឹងផងប្រធានចិនរបស់យើងគឺរៀនចប់ពីសាកលវិទ្យាល័យធំនៅអូស្ត្រាលីណាមិនត្រឹមប៉ុណ្ណឹងទេរៀនចប់អនុបណ្ឌិតទៀតអូកុំសរសើរពេកពិតជាអស្ចារ្យមែនរៀនចប់អនុបណ្ឌិតមានអីត្រូវអួតចុះមុខវិជ្ជាកូដនេះរៀនប្រឡងជាប់ដែរទេបងនិយាយបែបនេះខ្ញុំអត់មានន័យអីទេខ្ញុំគ្រាន់តែចង់ប្រាប់ឲ្យច្បាស់ថារឿងខ្លះបើអ្នកមិនព្រមរៀនខ្ញុំពន្យល់ច្រើនក៏គ្មានប្រយោជន៍ដែរសៀវចិនយកល្អអ្នកគួរតែទៅរំលឹកមេរៀនមូលដ្ឋានសិនទៅរៀនថែមខ្លួនឯងទៅមូលដ្ឋានគ្រឹះកូដទាំងនេះអ្នកត្រូវតែយល់បើមិនអញ្ចឹងអ្នកមិនអាចធ្វើការងារនេះបានទេសៀវចិនមកកន្លះឆ្នាំឡើងតំណែង2 ដងចំណែកអូនមិនដែលបានឡើងសោះដល់ពេលត្រូវធ្វើការជាក់ស្ដែងគាត់សំបីតែមូលដ្ឋានក៏មិនចេះផងមេតែងតែសរសើរថាគាត់ពូកែគិតអ្វីថ្មីច្នៃប្រឌិតស្អីគេសំបីតែកូដមើលមិនយល់ផងយកអីមកច្នៃអញ្ចឹង10 ឆ្នាំមកនេះអូនតាមជួយដោះស្រាយបញ្ហាគេរហូតប្រហែលអញ្ចឹងហើយចុះបើអូនចេញទៅគេគិតយ៉ាងម៉េចមិនដឹងទេម៉េចក៏បងចេះតែចង់ឲ្យក្រុមហ៊ុនចាស់អូនរលីម្លេះប្រាកដណាស់គេធ្វើមិនល្អដាក់អូនបងច្បាស់ជាចង់ឲ្យគេទទួលកម្មហើយអរគុណម៉ងអរគុណរឿងអីអរគុណម៉ងតែតែងតែនៅខាងអូនជានិច្ចអូនជាប្រពន្ធបងណាពេលនេះខ្ញុំដឹងថាខ្ញុំបានសម្រេចចិត្តដ៏ត្រឹមត្រូវមួយមិនត្រឹមតែការដូរការងារទេតែគឺការរៀបការជាមួយប្តីរបស់ខ្ញុំអាឡូនៅទីនេះប្រព័ន្ធគៀងអស់ហើយឆាប់បើកវាវិញទៅមិនក៏ដកដង្ហើមខ្ញុំម្លេះធ្វើអីហ្នឹង
មេស្អែកខ្ញុំត្រូវធ្វើការណាអ្នកណាក៏ដោយឥឡូវនេះប្រព័ន្ធទិន្នន័យគាំងរលត់អស់ហើយការកុំម៉ងក៏គាំងអស់ដែរក្រុមហ៊ុននឹងខាតលុយច្រើនណាស់ភ្ញៀវក៏នឹងរត់ចោលយើងដែរជួយមកមើលនៅក្រុមហ៊ុនបន្តិចមកមិនឲ្យស៊ីវចិនមើលគាត់ទទួលការងារនេះហើយមានបញ្ហាគួរតែគាត់ជាអ្នកដោះស្រាយស៊ីវចិនគាត់មិនចេះទេគាត់មើលកូដយូរណាស់ហើយគាត់ថាមានបញ្ហាទិន្នន័យអីគេនោះគាត់មិនចេះជួសជុលទេសូម្បីតែកូដ Lotero ក៏គាត់មើលមិនយល់ដែរគាត់ទៅរកឡាវចាងរឹតតែមិនចេះធ្វើទៀតគាត់ថាគាត់ចេះតែកូដផ្នែកខាងមុខរឿងនេះជាបញ្ហាប្រព័ន្ធអ្នកណាក៏មិនយល់ដែរខ្ញុំប្រាប់តាំងពីដើមថាមិនមានអ្នកចេះធ្វើទេតែមេមិនជឿជួយបន្តិចមកកុំប្រកែកអីណាពេលនេះបន្ទាន់ណាស់ម្យ៉ាងការងារអ្នកមិនទាន់ទេចប់ទេឆាប់មកដោះស្រាយឲ្យខ្ញុំភ្លាមមកមេម៉ោងការងារខ្ញុំគឺ9ព្រឹកដល់6ល្ងាចឥឡូវម៉ោង1យប់ហើយខ្ញុំប្រាប់ចុះខ្ញុំឲ្យលុយទ្វេដងយ៉ាងម៉េចដែរបើកឲ្យលឿនអ្នកឯងចេះធ្វើអត់នឹងគឺអញចេះមេសប្តាហ៍ក្រោយខ្ញុំឈប់ហើយប្រព័ន្ធខូចមេត្រូវទៅរកអ្នកធ្វើការនៅទីនោះចុះខ្ញុំអ្នកធ្វើអ្នកណាទេមកយប់ថ្មនេះប្រពន្ធសម្លាញ់យើងបន្តទៀតណាមិនបាច់ទេអត់អារម្មណ៍ទេកុំអញ្ចឹងអីបងមានរៀបចំកាដូពិសេសណាថែមទាំងរៀនរាំតាម TikTok ទៀតចាំបងរាំឲ្យមើលបើនិយាយរឿងនេះខ្ញុំបាត់ងុយហើយដឹងទេថាបញ្ហាគាំងប្រព័ន្ធយប់មិញចុងក្រោយគឺខ្ញុំជាអ្នកជួសជុលខ្ញុំធ្វើរហូតដល់ម៉ោង6ព្រឹកតារាល្បីហើយដឹងខ្លួនទេថាទង្វើរបស់អ្នកយប់មិញគឺគ្មានក្រមសីលធម៌ការងារសោះខ្ញុំមិនដឹងទេអ្នកមិនទាន់ឈប់ពីការងារទេពេលប្រព័ន្ធមានបញ្ហាអ្នកត្រូវតែជាអ្នកដោះស្រាយពិតមែនដែលខ្ញុំមិនទាន់ឈប់ពីការងារតែកិច្ចសន្យាការងាររបស់ខ្ញុំគឺធ្វើការពីម៉ោង9ព្រឹកដល់6ល្ងាចធ្វើការម៉ោង1ឬ2យប់ទេអ្នកជាបុគ្គលិក Snow ណាដឹងទេខ្ញុំជាបុគ្គលិក Snowman តែខ្ញុំមិនមែនជាទីសកលរបស់អ្នកទេសម្ដីអ្នកឯងនេះមេបញ្ហាយប់មិញខ្ញុំទើបតែឆែកមើលគឺមកពីស៊ីវចិនលួចដូរទិន្នន័យកូដដោយចិត្តឯងការមេឲ្យគាត់ទទួលការងារនេះខ្ញុំបានប្រាប់ហើយថាគាត់ធ្វើមិនកើតទេមេមិនជឿពេលប្រព័ន្ធខូចមេមកបន្ទោសខ្ញុំមិនបន្ទោសអ្នកឲ្យបន្ទោសអ្នកណាបញ្ហាកើតឡើងហើយត្រូវតែដោះស្រាយត្រូវហើយបញ្ហាកើតឡើងហើយចុះដោះស្រាយយ៉ាងម៉េចខ្ញុំមានវិធីអីដោះស្រាយចរិតអីក៏អញ្ចឹងអ្នកមានន័យថាម៉េចមេសប្តាហ៍ក្រោយខ្ញុំឈប់ហើយឥឡូវនេះប្រព័ន្ធមានបញ្ហាអីក៏លែងពាក់ព័ន្ធនឹងខ្ញុំដែរអ្វីដែលអ្នកអាចធ្វើបានពេលនេះទី1គឺជ្រើសរើសបុគ្គលិកថ្មីទី2គឺពឹងអីទៅស្អីគេអ្នកឯងខ្លែងបន្លំមិនព្រមផ្ទេរការងារឲ្យចប់ទើបធ្វើឲ្យប្រព័ន្ធមានបញ្ហាមែនទេបញ្ហាកាំងគីឡូធាត់ខ្លាញ់ច្រើនក្បាលពោះធំយាធ្លាក់សូម្បីតែកពួនដៃកពួនជើងក៏ធំដែរចង់បានរាងស្លៀមស្អាតដៃជើងស្រឡូនក៏ប៉ុន្តែពិបាកក្នុងការតមហាសូម្បីតែលេបទឹកមាត់ក៏ធាត់ដែរបញ្ហាទាំងអស់នេះលែងជាក្តីបារម្ភទៀតហើយមិនថាបងអូនធាត់ដោយសារតែញ៉ាំច្រើនជាតិខ្លាញ់នៅក្នុងរាងកាយច្រើនឬក៏ទៅតែសម្រាប់ baby រួចមានបញ្ហាធាត់កាំងគីឡូពិបាកសម្រស់ឬក៏បងអូនធាត់ពីកំណើតក្តីចង់បានរាងស្លឹមស្វិលស្អាតគឺស៊ីផុយតែម្ដងជាមួយនឹងវីតាមីនសម្រស់ទម្ងន់យ៉ាសកាជាមួយនឹងបច្ចេកវិទ្យាថ្មីរូបមន្តស្តង់ដារចេញមកពីប្រទេសបារាំងសំឡងពីក្របធនជាតិសុទ្ធ 100% ingredient ល្អៗជាពិសេសគឺមានវីតាមីនជួយទ្រទ្រង់ដល់រាងកាយនិងជំរុញដល់ការសម្រកទម្ងន់បានលឿនឆាប់រហ័សខ្លាំងមែនតើប្រសិទ្ធភាពខ្ពស់អាចស្រកពី3ទៅ8គីឡូស៊ីផុយតែម្ដងជាពិសេសបានផលលឿនខ្លាំងត្រឹមតែមួយគ្រាប់ដំបូងតែប៉ុណ្ណោះតែវីតាមីនសម្រកទម្ងន់របស់យ៉ាសកាបងអូនញ៉ាំទៅកុំភ័យថាមានបញ្ហាធីងធងក្អួតចង្អោររាគរូសឬក៏មានបញ្ហាធ្វើទុកពិបាកក្នុងខ្លួនងាយស្រួលញ៉ាំខ្លាំងមែនតើមិនបង្កផលប៉ះពាល់ដល់សុខភាពជាពិសេសញ៉ាំទៅស្រួលខ្លួនខ្លាំងមែនតើព្រោះដោយសារតែជាតិពុលក៏ដូចជាជាតិខ្លាញ់ដែលមាននៅក្នុងរាងកាយទាំងអស់ត្រូវបានដុតបំផ្លាញនិងបញ្ចេញចោលតាមរយៈទឹកនោមនិងការបែកញើសជួយបងអូនទទួលបានរាងស្អាតដោយសុវត្ថិភាពប្រកបដោយសុខភាពល្អតែម្ដង